ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមជូនព័ត៌មានមួយគឺមានជនម្នាក់បន្លំខ្លួនជាសាច់ញាតិអ្នកជំងឺចូលលួចទ្រព្យសម្បត្តិក្នុងមន្ទីរពេទ្យត្រូវអស់លក្ខតែម្ដងនៅភ្នំពេញបរិសុទ្ធជាជនសង្ស័យវ័យ27ឆ្នាំម្នាក់មានមុខសញ្ញាសកម្មដែលតាមប្រភពព័ត៌មានតែងតែបន្លំខ្លួនធ្វើជាគ្រួសារសាច់ញាតិអ្នកជំងឺចូលលួចសម្ភារៈលុយទូរស័ព្ទនិងរបស់ណាដែលមានតម្លៃគឺថាលួចគ្មានសល់ខណៈដែលជនរងគ្រោះខ្លះជាអ្នកជំងឺមកពីខេត្តបាត់លុយដោយសារតែជនសង្ស័យនេះបានលួចពេលនេះត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ហើយបាទហេតុការណ៍ខាងលើនេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 2:20 នាទីរំលងអាត្រិតឈានចូលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នៅចំណុចមន្ទីរពេទ្យជប៉ុនតាមផ្លូវ47ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបរិសុទ្ធជាជនសង្ស័យម្នាក់ខាងលើនេះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេតែមានអាយុ27ឆ្នាំតាមប្រភពព័ត៌មានបានដឹងថាអ្នកជំងឺនិងអ្នកកំដរពេលមកដល់មន្ទីរពេទ្យរដ្ឋតែងតែត្រូវបានជម្រាបជូនដំណឹងមិនថាថ្ងៃឬយប់កុំបង្ហាញលុយឬទ្រព្យសម្បត្តិនិងទុកដាក់ឲ្យមានការប្រុងប្រយ័ត្នការពារជនឆ្លៀតឱកាសលួចហើយប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបឬសូប្រជាពលរដ្ឋស្រែកឲ្យជួយចាប់ចោលលួចទូរស័ព្ទដែលរត់គេចពីក្នុងមន្ទីរពេទ្យជប៉ុននៅខាងក្រៅរបស់មន្ទីរពេទ្យបន្ទាប់ពីលើកបែបនេះអ្នករត់ម៉ូតូឌុបកង់3ដែលនៅខាងមុខមន្ទីរពេទ្យក៏ចាប់បានបរិសុទ្ធជនសង្ស័យម្នាក់អាយុប្រហែល27ឆ្នាំក្របួចបានភ្លាមខណៈកំពុងតែស្វែងរកមុខជនសង្ស័យយូរមកហើយធ្វើឲ្យម្នាក់ទប់កំហឹងស្ទឹងតែមិនបានក៏ចង់វាយម្នាក់ម្ដាយមួយជើងតែម្ដងតាមប្រភពព័ត៌មានបានដងទៀតថាបន្ទាប់ពីចាប់បានជនសង្ស័យរួមទាំងវត្ថុតាងជាក់ស្ដែងទូរស័ព្ទរបស់ជនរងគ្រោះហើយគេមិនទាន់ដឹងថាជនរងគ្រោះប៉ុន្មានអ្នកនោះទេតែត្រូវជនសង្ស័យលួចទ្រព្យសម្បត្តិពេលទុកដាក់ក្នុងកាបូបឬដេកលង់លក់ដោយជនសង្ស័យចូលទៅក្នុងបន្ទប់អ្នកជំងឺបន្លំធ្វើខ្លួនជាសាច់ញាតិការពារទ្រព្យសម្បត្តិលុះគេតាមទាន់ជនសង្ស័យថារកបន្ទប់បងប្អូនជាអ្នកជំងឺច្រឡំចូលបន្ទប់នេះគឺលេះជាជនសង្ស័យឆ្លើយដោះសារបន្ទាប់មកប្រជាពលរដ្ឋក៏បានប្តឹងទូរស័ព្ទទៅកាន់សមត្ថកិច្ចបន្តិចក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកក៏បានមកដល់ហើយប្រជាពលរដ្ឋក៏បានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចដឹកយកទៅសាកសួរនាំបន្តតាមនីតិវិធីច្បាប់បាទចឹងឃើញថាសូមប្រុងប្រយ័ត្នឲ្យបានមែនតែនព្រោះថាមនុស្សតែងតែចង់បានរបស់របរអ្នកដទៃហ៊ានប្រព្រឹត្តអំពើទុច្ចរិតអសិលធម៌ឬក៏ប្រព្រឹត្តល្មើសច្បាប់ផ្សេងមិនខ្វល់នោះឡើយធ្វើយ៉ាងណាឲ្យតែបានមកខ្លួនឯងអញ្ចឹងមានតែយើងប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យកើតមានបញ្ហាអញ្ចឹងទៅទៀតបាទអញ្ចឹងពីខ្ញុំបាទក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា